we live apart ចឹងបងប្អូនមើលពាក្យ apart នេះគឺមកពាក្យទេមិនមែនទៅផ្សេង part ផ្សេងទេអញ្ចឹងពាក្យ apart មានថ្នាក់ពាក្យវាជា adverb ឬក៏ adjective ចឹងបើ adverb ជាទូទៅវា stand នៅបន្ទាប់ពីកិរិយាសព្ទឬក៏នៅចុងប្រយោគហើយដល់ពេលវាជា adjective វានៅបន្ទាប់ពីកិរិយាសព្ទ to be អានេះគ្រាន់តែជាការចំណាំហើយវាមិនអាចឈរនៅពីមុខនាមបានទេពាក្យ apart ហ្នឹងហើយអត្ថន័យរបស់វាមានន័យថាមិនជុំគ្នាបែកពីគ្នាឃ្លាតពីគ្នា adverb ក៏បកអញ្ចឹងគុណនាមក៏បកអញ្ចឹងដែរតោះឥឡូវបងប្អូនមើលអត្ថន័យក្នុងឧទាហរណ៍ we live apart យើងរស់នៅមិនជុំគ្នាទេយើងរស់នៅឃ្លាតពីគ្នាវានៅជុំអញ្ចឹង apart កន្លែងហ្នឹងវាជា adverb បញ្ជាក់ន័យឲ្យ live ដែលជាកិរិយាសព្ទ please keep the two books apart សូមទុកដាក់សៀវភៅទាំងពីរក្បាលនោះនៅឃ្លាតពីគ្នាកុំឲ្យនៅជុំគ្នាអញ្ចឹង apart កន្លែងនេះក៏ជា adverb ដែរបញ្ជាក់ន័យឲ្យ keep ណាឃើញវានៅចុងប្រយោគហ្នឹងបង My two sons are always apart after the argument កូនប្រុសខ្ញុំទាំងពីរនាក់តែងតែមិននៅជុំគ្នាទេក្រោយពីឆ្លោះគ្នាម្នាក់ទៅនៅផ្ទប់នោះម្នាក់ទៅផ្ទប់នេះអញ្ចឹងទៅអញ្ចឹង apart កន្លែងនេះវាជា adjective ណាមិនបានដឹងនេះមើលតែណាគេនៅមិនជុំគ្នាគឺ son នេះអញ្ចឹងវាបញ្ជាក់ន័យឲ្យ noun អញ្ចឹងវាជា adjective ហើយមួយទៀតយើងមើលវា stand នៅបន្ទាប់ពីកិរិយាសព្ទ to be ហើយតែចាំថាតើនរណាគេនៅមិនជុំគ្នានេះគឺ son នេះអញ្ចឹងអានឹងវាជា adjective ហើយវាមិនមែនជា adverb ទេអូខេចូលដល់ចំណុចមួយទៀត apart from អញ្ចឹង apart from ថ្នាក់ពាក្យរបស់វាជា preposition តែម្ដងអានឹងដូចជា preposition ខ្លះគុំចូលគ្នា2 3ពាក្យហ្មងឧទាហរណ៍ថា in front of អាហ្នឹងមិនមែន in ផ្សេង front ផ្សេង of ផ្សេងទេ in front of ហ្នឹងជា preposition ហ្មងចាអាហ្នឹងមានលក្ខណៈដូចគ្នា apart from មានន័យថាក្រៅពីលើកលែងតែឬក៏បន្ថែមពីលើណាអត្ថន័យរបស់វាបងប្អូនមើល apart from English I also speak Chinese ក្រៅពីភាសាអង់គ្លេសខ្ញុំក៏និយាយភាសាចិនបានដែរ I like all sports apart from football ខ្ញុំចូលចិត្តកីឡាទាំងអស់លើកលែងតែកីឡាបាល់ទាត់មួយឃើញទេអញ្ចឹងយើងបកថាក្រៅពីកីឡាបាល់ទាត់ខ្ញុំចូលចិត្តទាំងអស់អញ្ចឹងក៏ត្រូវដែរអញ្ចឹងលើកលែងតែក្រៅពីឬក៏បន្ថែមពីលើណាមើលទៅតាមអត្ថន័យជាក់ស្ដែងក្នុងប្រយោគទៅបងប្អូននឹងអាចបកបានហើយណា apart from ក្រៅពីណាវាជាថ្នាក់